របបអាហារដែលល្អសម្រាប់ដំណងនោះគឺស្រដៀងជាមួយនឹងរបបអាហារដែលសម្រាប់បេះដូងដែរគួរញ៉ាំឲ្យបានច្រើនគឺបន្លែផ្លែឈើសណ្តែកគ្រាប់ធញ្ញជាតិត្រីឬមួយក៏ខ្លាញ់មិនឆ្អែតហើយកាត់បន្ថយអំបិលកាត់បន្ថយភេសជ្ជៈផ្អែមអាហារកែច្នៃសាច់ក្រហមច្រើនពេកឬមួយក៏គ្រឿងស្វឹងជាតិប្រូតេអ៊ីនពិតមែនតែថាជាតិប្រូតេអ៊ីនគឺវាជួយដល់ការរាងកាយប៉ុន្តែគឺមិនត្រូវទទួលទានអាហារប្រូតេអ៊ីនខ្ពស់ឬមួយក៏ប្រូតេអ៊ីនបំប៉នលើសពីតម្រូវការរបស់យើងទេលុះត្រាតែមានការណែនាំពីគ្រូពេទ្យឬមួយក៏អ្នកជំនាញអាហារូបត្ថម្ភជាសរុបមកគឺការគ្រប់គ្រងជាតិស្ករសម្ពាធឈាមទម្ងន់ការកាត់បន្ថយការជក់បារីការហាត់ប្រាណការជៀសវាងថ្នាំដែលប៉ះពាល់ដល់តម្រងនោមនិងរស់នៅដោយសុខភាពល្អនោះគឺជាគន្លឹះសំខាន់នៅក្នុងការការពារសុខភាពតម្រងនោមយើងត្រូវចាំថាការការពារជំងឺតម្រងនោមមិនមែនចាប់ផ្ដើមនៅពេលដែលថ្ងៃដែលយើងត្រូវលាងឈាមតែចាប់ផ្ដើមពីការសម្រេចចិត្តតូចៗដែលយើងធ្វើជារៀងរាល់ថ្ងៃ